សួស្តីសេចក្តីអភ័យនិងសន្តិភាពពីព្រះអម្ចាស់និងព្រះអង្គជាព្រះអង្គម្ចាស់និងព្រះអង្គជាព្រះអង្គសង្គ្រោះរបស់យើងព្រះយេស៊ូវគ្រីស្ទដែលជាអ្នកតែមួយគត់ជាពិតប្រាកដអ្នកដែលបានបង្កើតមេឃនិងផែនដីអ្នកដែលបានក្លាយជាមនុស្សនិងបានរស់នៅក្នុងចំណោមយើងថ្ងៃនេះខ្ញុំមានសារល្អមួយពីព្រះជាម្ចាស់សម្រាប់ជីវិតរបស់អ្នកខ្ញុំគឺជាអភិសេកមីកាអែលអានជេឡូហើយថ្ងៃនេះយើងនឹងនិយាយអំពីភាពជាព្រះនៃព្រះយេស៊ូវគឺភាពជាព្រះរបស់ព្រះគ្រីស្ទសូមស្វាគមន៍អ្នកទាំងអស់គ្នាចាប់ពីសាសនាចក្រគ្រីស្តូវេវរបស់យើងនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលតាមរយៈអង្គការមូលនិធិ Global Grace Missions យើងឥឡូវនេះមាននៅក្នុង92ប្រទេសជាមួយភាសា34សារនឹងទៅដល់ក្នុងភាសារបស់ប្រទេសនីមួយប៉ុន្តែប្រភពគឺសៀវភៅនេះគឺគម្ពីរព្រះបន្ទូលនៃព្រះបន្ទូលទាំងអស់ព្រះបន្ទូលដ៏ល្អឥតខ្ចោះព្រះបន្ទូលរស់និងមានអំណាចព្រះបន្ទូលរបស់ព្រះជាម្ចាស់ព្រះបន្ទូលមួយដែលមិនដែលត្រឡប់មកវិញដោយទេពេលណាដែលព្រះបន្ទូលត្រូវបានប្រកាសវាមានគោលបំណងវាជាព្រះបន្ទូលព្យាករណ៍វាត្រូវបានសរសេរម៉ាខ្ញុំវាត្រូវបានសរសេរដូច្នេះវាសំខាន់ណាស់សម្រាប់យើងក្នុងការយល់ដឹងថាអ្នកណាជាព្រះដែលបង្កើតពិភពលោកនិងអ្នកណាជាព្រះរបស់យើងដែលយើងគោរពសក្ការៈសរសើរច្រៀងអបអរសាទរនិងលើកយ៉ាងខ្ពង់ខ្ពស់គ្រីស្ទគឺជាព្រះមានន័យថាភាពពេញលេញរបស់ព្រះស្ថិតនៅក្នុងបុគ្គលរបស់គ្រីស្ទហើយប្រហែលជាមនុស្សជាច្រើនព្រោះយើងកំពុងឈានដល់ប្រទេសជាច្រើនចាប់ពី Rio de Janeiro ប្រទេសប្រេស៊ីលទៅកាន់ពិភពលោកមនុស្សជាច្រើនបានសួរថាព្រះយេស៊ូវជានរណាក្នុងការពិតព្រះយេស៊ូវជានរណាក្នុងការពិតព្រោះជាតិទាំងអស់មានព្រះព្យាករណ៍របស់ខ្លួនមានព្រះរបស់ខ្លួនប៉ុន្តែព្រះគម្ពីរដែលជាព្រះគម្ពីរភាសាហេប្រូពាក្យនៃពាក្យទាំងអស់បាននិយាយថាមានតែព្រះតែមួយប៉ុណ្ណោះនៅអតីតកាលក្នុងព្រះគម្ពីរចាស់ព្រះអម្ចាស់បានប្រកាសដល់ជនជាតិហេប្រូថាសូមស្ដាប់ខ្ញុំជាព្រះតែមួយគត់ដូច្នេះមនុស្សជាច្រើនស្គាល់ព្រះយេស៊ូវថាជាគ្រូល្អឬជាព្យាករណ៍ឬគ្រាន់តែជាបុរសល្អម្នាក់ប៉ុណ្ណោះប៉ុន្តែសំណួរដ៏សំខាន់បំផុតមិនមែនជាអ្វីដែលមនុស្សនិយាយអំពីព្រះយេស៊ូវទេគឺអ្វីដែលព្រះគម្ពីរនិយាយថាអ្វីដែលព្រះគម្ពីរបង្ហាញអំពីបុគ្គលរបស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបានបើកព្រះគម្ពីររួចហើយក្នុងលិខិតមួយរបស់អភិបាលប៉ូលូលោកបានសរសេរលិខិតចំនួន14សំបុត្រដល់សាសនាចក្រ Gentile ដូច្នេះសម្រាប់អ្នកដែលមិនមានឈាមជនជាតិយូដានៅក្នុងខ្សែឈាមរបស់ពួកគេហើយក្នុងលិខិតមួយទៅកាន់ក្រុមគ្រីស្ទាននៅកូឡូសេលោកបាននិយាយបែបនេះនៅជំពូកទី2ខណ្ឌទី9ព្រោះនៅក្នុងព្រះអង្គព្រះយេស៊ូវមានការស្ថិតនៅពេញលេញនៃភាពជាព្រះជាម្ចាស់ក្នុងរាងកាយដូច្នេះគេនិយាយថានៅក្នុងព្រះយេស៊ូវមានភាពពេញលេញទាំងអស់អ្វីទាំងអស់ដែលតាក់ទងនឹងព្រះជាម្ចាស់ព្រះអម្ចាស់អំណាចទាំងអស់ព្រះអម្ចាស់នៃអម្ចាស់ទាំងអស់អាល់ហ្វាអូមេហ្គាចៃក្រមមេធាវីគ្រូគង្វាលអ្នកសង្គ្រោះអ្នករំដោះផ្លូវសច្ចជីវិតទំពាំងបាយជូរពិតប្រាកដដើមប៉មពិតប្រាកដអ្វីទាំងអស់ដែលតាក់ទងនឹងភាពពេញលេញនៃភាពជាព្រះជាម្ចាស់សុទ្ធតែស្ថិតនៅក្នុងបុគ្គលរបស់ព្រះយេស៊ូវដូច្នេះអ្វីនេះបំលែងអ្វីទាំងអស់ប្រែប្រួលសំបីតែរបៀបដែលយើងអធិស្ឋានទៅកាន់ព្រះអម្ចាស់ផងដែរព្រោះមនុស្សជាច្រើនគិតថាមានព្រះជាម្ចាស់3អង្គគឺព្រះបតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធសាសនាចក្រកាតូលិកមានសន្ទរកថាមានរឿងរ៉ាវមួយដែលនិយាយថាព្រះបតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធគឺជាត្រីបរិសុទ្ធប៉ុន្តែវាមិនមែនជាការពិតទេវាមិនមានសរសេរនៅក្នុងព្រះគម្ពីរទេមិនមាននៅក្នុងទីដែលទេមិនមែនជាការពិតរបស់ព្រះជាម្ចាស់ទេអ្វីដែលជាការពិតគឺ
ព្រះបានបង្ហាញខ្លួនជាព្រះបតានៅពេលបង្កើតលោកជាព្រះបុត្រានៅពេលសង្គ្រោះនិងចាប់ពីថ្ងៃប៉ង់ទីកុសលទៅតាមរយៈព្រះវិញ្ញាណបរិសុទ្ធដូច្នេះឥឡូវនេះព្រះមានរាងកាយមួយគឺព្រះយេស៊ូវរាងកាយផ្ទាល់ព្រះអង្គបានក្លាយជាសាច់ឈាមនិងរស់នៅក្នុងចំណោមយើងពោពេញដោយព្រះគុណនិងប្រាជ្ញាដូច្នេះព្រះយេស៊ូវមិនមែនគ្រាន់តែជាអ្នកដែលព្រះបានផ្ញើមកទេព្រះយេស៊ូវគ្រីស្ទគឺជាព្រះដែលបានបង្ហាញខ្លួនក្នុងរូបរាងមនុស្សដូច្នេះប្រសិនបើព្រះគ្រីស្ទជាការបំពេញពេញលេញនៃព្រះវាមានន័យថាអ្វីទាំងអស់ដែលខ្ញុំអាចយល់ដឹងទទួលយកឬត្រូវបានបង្ហាញអំពីព្រះដ៏មានតែមួយគត់គឺសុទ្ធតែជាព្រះគ្រីស្ទដូច្នេះប្រសិនបើព្រះគ្រីស្ទជាការបំពេញពេញលេញនៃព្រះហើយហេតុអ្វីមនុស្សជាច្រើននៅតែស្វែងរកខាងក្រៅព្រះអង្គអ្វីដែលមានតែពីព្រះអង្គប៉ុណ្ណោះដូច្នេះថ្ងៃនេះអ្នកនឹងយល់ថាព្រះគ្រីស្ទជានរណាក្នុងការពិតគឺជាការបំពេញពេញលេញនៃព្រះភាពមើលសម្បត្តិនេះទៅកាន់ជនកូឡូសេវាស្រួលយល់ណាស់ការបំពេញពេញលេញក្នុងព្រះអង្គមានការបំពេញពេញលេញនៃព្រះភាពទាំងមូលមិនមែនថាព្រះយេស៊ូវជាពាក់កណ្ដាលមនុស្សពាក់កណ្ដាលព្រះទេព្រះអង្គមិនមែនជាផ្នែកមួយនៃព្រះភាពនិងផ្នែកមួយនៃមនុស្សភាពទេព្រះអង្គមិនមែនជាបំណែកមួយនៃព្រះភាពទេព្រះអង្គក៏មិនមែនជាតំណាងនៃការបំពេញពេញលេញដែរព្រះអង្គគឺជាការបំពេញពេញលេញវាមានន័យថាអ្វីដែរអពូស្តលថាសភាពទាំងមូលរបស់ព្រះសភាពទាំងមូលរបស់ព្រះអត្តសញ្ញាណទាំងមូលរបស់ព្រះសារសំខាន់ទាំងមូលរបស់ព្រះសុទ្ធតែស្ថិតនៅក្នុងបុគ្គលរបស់ព្រះយេស៊ូវដូច្នេះពេលអ្នកមើលទៅកាន់ព្រះគ្រីស្ទមើលទៅកាន់ព្រះគ្រីស្ទគឺជាការមើលឃើញព្រះជាម្ចាស់ផ្ទាល់ដែលបានបង្ហាញខ្លួនដូច្នេះមិនមានព្រះជាម្ចាស់ដែលលាក់ខ្លួននៅពីក្រោយព្រះយេស៊ូវទេព្រះយេស៊ូវគឺជាព្រះយេស៊ូវគឺជាការបង្ហាញពេញលេញនៃព្រះក្នុងរូបរាងមនុស្សព្រះគម្ពីរបង្ហាញអ្វីមួយអស្ចារ្យណាស់ព្រោះព្រះគម្ពីរបាននិយាយថាព្រះបានក្លាយជាមនុស្សមិនមានសាសនាណាមួយទៀតដែលមនុស្សគោរពបូជាមានអ្វីបែបនេះទេព្រះមួយអង្គលើកលែងតែព្រះយេស៊ូវដែលស្ថិតនៅលើសិង្ហាសនៈបានក្លាយជាសាច់ឈាមតាមរយៈរាងកាយនារីម្នាក់គឺម៉ារីដែលជាគ្រឿងចិញ្ចឹមដើម្បីបង្កើតដោយព្រះវិញ្ញាណបរិសុទ្ធព្រះអាទិទេពនេះជាអាថ៌កំបាំងមួយដែលត្រូវបានបង្ហាញទារកនោះដែលស្ថិតនៅក្នុងផ្ទៃម៉ារីជាការពិតគឺជាព្រះអាទិទេពផ្ទាល់គឺជាព្រះយេស៊ូវដូច្នេះវាមានន័យថាអ្វីដែលមើលមិនឃើញអ្នកដែលមិនមានរាងកាយព្រះគឺជាវិញ្ញាណអ្វីដែលមើលមិនឃើញបានក្លាយជាអ្វីដែលមើលឃើញអរគុណជានិច្ចហាឡេលូយ៉ាបានចូលមកក្នុងពេលវេលាអនន្តភាពអាល់ហ្វានិងអូមេហ្គាបានបង្ហាញខ្លួនដល់មនុស្សក្នុងសៀវភៅហេព្រូដែលជាចារឹកអស្ចារ្យមួយត្រូវបានសរសេរដោយជនជាតិយូដាយដែលនៅសជាគ្រីស្ទៀនអ្នកដែលបានឃើញថាព្រះគ្រីស្ទជាអ្វីព្រះមេស៊ីអ្នកដែលទទួលព្រះអង្គជាព្រះម្ចាស់និងព្រះអង្គជាព្រះអង្គសង្គ្រោះអ្នកដែលសារភាពព្រះអង្គពោលបានសរសេរចារឹកសំខាន់មួយក្នុងចំណោមចារឹក14របស់គាត់ហើយគាត់បាននិយាយនៅទីនេះក្នុងហេព្រូ1ខណ្ឌ3ព្រះអង្គគឺជាពន្លឺរលោងនៃព្រះសិរីរុងរឿងព្រះអង្គគឺជាការបង្ហាញយ៉ាងត្រឹមត្រូវនៃសភាពរបស់ព្រះអង្គមើលទៅព្រះអង្គគឺជាការបង្ហាញយ៉ាងត្រឹមត្រូវនៃសភាពរបស់ព្រះអង្គព្រះអង្គគឺជាអ្នកគ្រប់គ្រងទាំងអស់គ្រប់យ៉ាងដោយអំណាចដោយព្រះបន្ទូលនៃអំណាចរបស់ព្រះអង្គបន្ទាប់ពីព្រះអង្គបានសម្អាតបាបរួចហើយព្រះអង្គបានអង្គុយនៅខាងស្ដាំនៃព្រះសិរីរុងរឿងនៅលើកំពូលដូច្នេះសូមមើលព្រះអង្គគឺជាការបង្ហាញយ៉ាងត្រឹមត្រូវនៃសភាពរបស់ព្រះអង្គគឺជាពន្លឺរលោងនៃព្រះសិរីរុងរឿង
ដូច្នេះអ្នកអាចបញ្ឈប់បន្តិចហើយចាប់ផ្ដើមយល់បានហើយឥឡូវនេះអ្នកកំពុងយល់កំពុងទទួលបានកំពុងយល់ដឹងព្រះជាម្ចាស់កំពុងដកសម្បកចេញពីភ្នែកអ្នកដកកោសិកាចេញពីត្រចៀកវិញ្ញាណរបស់អ្នកព្រោះអ្នកកំពុងស្ដាប់វិញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ដែលកំពុងនិយាយថាគ្រីស្ទមិនមែនតំណាងឲ្យព្រះជាម្ចាស់ទេព្រះអង្គគឺជាការបង្ហាញយ៉ាងត្រឹមត្រូវនៃព្រះជាម្ចាស់អ្នកណាដែលឃើញព្រះគ្រីស្ទគឺឃើញព្រះបតានេះគឺជាការសន្ទនារវាងព្រះយេស៊ូវនិងសិស្សម្នាក់គឺអ្នកផ្សព្វផ្សាយព្រះសាសនាឈ្មោះភីលីបពេលដែលគាត់ចាប់ផ្ដើមយល់ថាព្រះយេស៊ូវជានរណាគាត់បានទៅនិយាយថាព្រះយេស៊ូវសូមបង្ហាញព្រះបតាឲ្យយើងឃើញទៅហើយវានឹងបញ្ចប់ចម្ងល់ក្នុងគំនិតរបស់យើងព្រះអង្គបាននិយាយថាភីលីបខ្ញុំស្ថិតនៅជាមួយអ្នកយូរហើយតែអ្នកមិនស្គាល់ខ្ញុំទេយ៉ាងហោចណាស់តាមរយៈសកម្មភាពរបស់ខ្ញុំស្ថិតនៅក្នុងព្រះបតាស្ថិតនៅក្នុងខ្ញុំព្រះអង្គបាននិយាយក្នុងយ៉ូហានថាខ្ញុំនិងព្រះបតាគឺជាម្នាក់ដូច្នេះយើងត្រូវយល់អំពីភាពគ្រប់គ្រាន់របស់ព្រះគ្រីស្ទថាភាពពេញលេញនៃភាពជាព្រះនិងភាពគ្រប់គ្រាន់ទាំងអស់ស្ថិតនៅក្នុងព្រះអង្គដូច្នេះគ្មានអ្វីខ្វះទេហើយពេលយើងយល់ថាយ៉ូហាននៅក្នុងសៀវភៅវិវរណៈបទទី4ពេលគាត់មើលទៅគាត់ឃើញកៅអីសេរីល្អហើយបាននិយាយថាមានមនុស្សម្នាក់អង្គុយលើកៅអីសេរីល្អនោះគាត់មិនបានឃើញកៅអីសេរីល្អបីទេគាត់មិនបានឃើញត្រីឯកសិទ្ធទេគាត់ឃើញតែមួយគឺព្រះយេស៊ូវអង្គុយលើកៅអីសេរីល្អហើយបាននិយាយថានៅខាងស្ដាំដៃព្រះជាម្ចាស់ព្រះបតាប៉ុន្តែក៏ខាងស្ដាំដៃគឺនៃព្រះជាម្ចាស់ព្រះបតាមិនមានន័យថាព្រះជាម្ចាស់មានដៃដូចមនុស្សយើងទេពាក្យអូខាងស្ដាំដៃគឺតាមភាសាក្រិកដើមមានន័យថាអំណាចពេញលេញនិងអំណាចអធិបតេយ្យរបស់ព្រះអង្គស្ថិតនៅទីនោះនៅក្នុងអំណាចពេញលេញនិងអំណាចអធិបតេយ្យព្រះអង្គគឺជាការបង្ហាញយ៉ាងត្រឹមត្រូវគ្រប់សេរីល្អគ្រប់កិត្តិយសគ្រប់ភាពអស្ចារ្យទាំងអស់ស្ថិតនៅលើបុគ្គលរបស់ព្រះយេស៊ូវឥឡូវនេះខ្ញុំនឹងប្រាប់អ្នកអំពីតិចសំខាន់ណាស់មួយយើងមិនចាំបាច់ត្រូវការបន្ថែមផ្លូវវិញ្ញាណទេយើងមិនចាំបាច់ត្រូវការអ្នកជំនាញជាមនុស្សទេខ្ញុំមិនចាំបាច់ទៅរកសាស្ត្រាចារ្យម្នាក់ដើម្បីឲ្យសាស្ត្រាចារ្យឲ្យធ្វើជាអ្នកចរចាខ្ញុំទេព្រះគ្រីស្ទគឺជាអ្នកចរចារបស់យើងឥឡូវនេះខ្ញុំមានឱកាសចូលដល់ព្រះជាម្ចាស់ដោយផ្ទាល់ពីព្រោះខ្ញុំមានព្រះយេស៊ូវជាព្រះម្ចាស់និងជាព្រះអង្គដែលជួយសង្គ្រោះខ្ញុំហើយគម្ពីរបាននិយាយថាវាំងនឿនត្រូវបានបំបែកចេញមានផ្លូវថ្មីនិងរស់នៅហើយឥឡូវនេះយើងមានឱកាសចូលដល់ដោយផ្ទាល់ខ្ញុំមិនចាំបាច់សុំឲ្យនរណាម្នាក់អធិស្ឋានជំនួសខ្ញុំទេខ្ញុំអាចទៅកាន់ព្រះជាម្ចាស់ដោយផ្ទាល់ដូច្នេះយើងមិនចាំបាច់ត្រូវការពិធីសាសនាដើម្បីបំពេញការងារនោះទេយើងមិនចាំបាច់ត្រូវការបន្ថែមទេពីព្រោះព្រះយេស៊ូវគឺពេញលេញរួចហើយខ្ញុំមិនចាំបាច់បំភ្លឺទៀន7ថ្ងៃទេខ្ញុំមិនចាំបាច់ធ្វើអំពើបំផ្លាញខ្លួនឯងឬកាត់អណ្ដាតក្បាលដៃឬភ្នែកក្រោមជើងទេខ្ញុំមិនចាំបាច់យកស្មៀសធាតុផ្សេងរបស់មនុស្សរំសើស្លាប់មកបាញ់លើខ្លួនខ្ញុំទេការងាររបស់ព្រះអង្គគ្រប់គ្រាន់រួចហើយព្រះគុណរបស់ព្រះអង្គគ្រប់គ្រាន់ហើយវត្តមានរបស់ព្រះអង្គគ្រប់គ្រាន់ដូច្នេះថ្ងៃនេះអ្នកអាចបញ្ឈប់ការស្វែងរកខាងក្រៅបានហើយមិនថាជាការទៅរកអ្នកទីកាត់អ្នកទីដៃការទីតាមក្របសមុទ្រផែនទីផ្កាយឬការទីដៃទេព្រោះអ្នកមិនចាំបាច់ត្រូវការទេព្រោះមនុស្សជាច្រើនរស់នៅដោយតែងតែស្វែងរកចម្លើយខាងក្រៅប្រភពតែមួយដែលផ្ដល់ការផ្គត់ផ្គង់ដូច្នេះមនុស្សជាច្រើនស្វែងរកសុវត្ថិភាពខាងក្រៅប៉ុន្តែសន្តិភាពខាងក្រៅមិនមែនជាអ្វីដែលព្រះគម្ពីរបាននិយាយទេព្រះគម្ពីរបាននិយាយថាភាពពេញលេញនៃភាពជាព្រះស្ថិតនៅក្នុងព្រះគ្រីស្ទអ្នកណាមានព្រះគ្រីស្ទគឺមានអ្វីគ្រប់យ៉ាងដែលត្រូវការសម្រាប់រស់នៅការស្វែងរកបានបញ្ចប់
ពេលព្រះគ្រីស្ទបង្ហាញខ្លួនការស្វែងរកបានបញ្ចប់ការបង្ហាញដ៏អស្ចារ្យបំផុតនៃសាសនាគ្រីស្ទានគឺនេះព្រះយេស៊ូវមិនមែនជាតែផ្លិលទេព្រះអង្គគឺជាព្រះដ៏ព្រះអង្គសពគ្រប់អាឡេលូយ៉ាព្រះអង្គគឺជាពេញលេញនៃភាពជាព្រះគ្រីស្ទមិនមែនជាផ្នែកមួយនៃដំណោះស្រាយទេព្រះអង្គគឺជាដំណោះស្រាយពេញលេញនៅក្នុងព្រះអង្គគ្មានអ្វីខ្វះទេដាវីតព្រះមហាក្សត្រលេខ2នៃអ៊ីស្រាអែលបាននិយាយថាព្រះអម្ចាស់គឺអ្នកចិញ្ចឹមជៀមរបស់ខ្ញុំហើយគ្មានអ្វីខ្ញុំមិនខ្វះអ្វីទេឥឡូវនេះក្រៅពីព្រះអង្គគ្មានភាពគ្រប់គ្រាន់ទេអ្វីទាំងអស់គឺខ្វះខ្ញុំដឹងថាមនុស្សជាច្រើនដែលកំពុងចូលមើលជាភាសាប៉ូទុយហ្គាល់ក្នុងចំណោមភាសា34ដែលយើងកំពុងធ្វើការមិនដឹងថាភាពពេញលេញនៃព្រះគឺស្ថិតនៅក្នុងព្រះគ្រីស្ទហើយព្រះគ្រីស្ទបានមកស្នាក់នៅក្នុងយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធហើយភាពពេញលេញនេះប្រសិនបើវាជាពេញលេញមិនមានអ្វីត្រូវបន្ថែមទេមិនមានអ្វីត្រូវបន្ថែមចូលទេអ្នកដែលស្វែងរកឬនិយាយឲ្យត្រឹមត្រូវអ្នកដែលត្រូវបានស្វែងរកដោយព្រះគ្រីស្ទគាត់នឹងរកឃើញអ្វីទាំងអស់ដូច្នេះថ្ងៃនេះគឺជាថ្ងៃសម្រាប់ទទួលស្គាល់រឿងនេះថ្ងៃនេះគឺជាថ្ងៃសម្រាប់ទទួលស្គាល់រឿងនេះព្រះយេស៊ូវហើយនិយាយថាព្រះយេស៊ូវអ្នកគឺជាព្រះជាម្ចាស់របស់ខ្ញុំអ្នកគ្រប់គ្រាន់សម្រាប់ខ្ញុំសារភាពថាខ្ញុំជឿថាអ្នកគឺជាព្រះម្ចាស់ដែលបានស្លាប់ហើយបានរស់ឡើងវិញអ្នកបានមកទស្សនាអ្នកនៅរស់ហើយអ្នកនឹងត្រឡប់មកវិញអ្នកគឺជាព្រះតែមួយគត់និយាយថាខ្ញុំកាត់ខ្សែសរសៃពុះជាមួយពិភពលោកខ្ញុំមិនយល់ព្រមជាមួយពិភពលោកទៀតទេឥឡូវនេះខ្ញុំមានព្រះយេស៊ូវជាព្រះអម្ចាស់និងជាព្រះអង្គដែលជួយសង្គ្រោះដូច្នេះអ្នកដឹងថាពេលវិអ្នកកើតមានរឿងនេះប្រសាសន៍នៃប្រលឹងចិត្តនឹងឈប់ស្វែងរកទៀតបេះដូងនឹងស្ងប់ស្ងាត់ជីវិតចុងក្រោយនេះបានរកឃើញនៃប្រហែលជាខ្ញុំកំពុងនិយាយជាមួយមនុស្សដែលមានវប្បធម៌ខុសគ្នាខ្លាំងពីវប្បធម៌ព្រះគម្ពីរនៅកន្លែងណាមួយក្នុងពិភពលោកនេះយើងស្ថិតនៅក្នុងប្រទេស92និងជាភាសា34មានមនុស្សមួយចំនួនដែលមិនធ្លាប់បានឮថាមានព្រះតែមួយប៉ុណ្ណោះហើយព្រះអង្គនោះគឺព្រះយេស៊ូវប្រហែលជាអ្នកគ្រាន់តែស្គាល់សាសនាមួយដែលអ្នកធ្លាប់បានអនុវត្តការលះបង់គ្រប់យ៉ាងរបស់សាសនានោះរួចហើយប៉ុន្តែគ្មានអ្វីកើតឡើងសោះអ្នកមិនដឹងទេព្រោះអ្នកស្ថិតនៅលើផែនដីនេះអ្នកមិនដឹងថាអ្នកជារបស់ព្រះទេអ្នកមិនដឹងថាព្រះមានអ្វីល្អជាងសម្រាប់ជីវិតអ្នកឬមានអ្វីល្អជាងសម្រាប់ជីវិតអ្នកដែលអ្នកអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានដោយអនុវត្តតាមព្រះគម្ពីរពិសិដ្ឋជីវិតនឹងមានន័យជីវិតនឹងទទួលពរជ័យជីវិតនឹងរុងរឿងរឿងនេះកំពុងកើតឡើងរួចហើយដូច្នេះប្រសិនបើអ្នកស្ថិតនៅមជ្ឈិមបូព៌ានៅអាស៊ីប្រសិនបើអ្នកស្ថិតនៅអឺរ៉ុបអាហ្វ្រិកទ្វីបអាមេរិកឬអូសេអានីយ៉ាព្រះគ្រីស្ទបានមកដល់អ្នកហើយព្រះបន្ទូលរស់នឹងមានអំណាចបានមកដល់អ្នកហើយខ្ញុំសន្យាឲ្យអ្នកដាក់ដៃលើព្រះគម្ពីរពិសិដ្ឋបន្ទាប់ពីអ្វីដែលអ្នកបានស្ដាប់ថ្ងៃនេះអ្នកនឹងមិនជាអ្នកអដែលទៀតឡើយមិនដែលទេឥឡូវនេះអ្នកនឹងនិយាយថាព្រះគ្រីស្ទនៅក្នុងខ្ញុំគឺជាការសង្ឃឹមនៃព្រះសិរីរុងរឿងឬអ្នកនឹងនិយាយថាឥឡូវនេះមិនមែនខ្ញុំរស់ទេឥឡូវនេះគឺព្រះគ្រីស្ទដែលរស់នៅក្នុងខ្ញុំអ្នកដឹងទេប្រសិនបើអ្នកនិយាយអ្វីនេះដោយមានការយល់ដឹងវាមានន័យថាអ្នកត្រូវបានសង្គ្រោះហើយត្រូវបានសង្គ្រោះការសង្គ្រោះតាមភាសាក្រិកដើមគឺសូតេរីយ៉ាមានន័យថាជាការចេញពីទោសអ្នកចេញពីក្រញាញ់របស់សាតាំងទៅក្នុងអំណោយដៃរបស់ព្រះចេញពីភាពនិតទៅក្នុងពន្លឺអស្ចារ្យរបស់ព្រះ
ចេញពីការកាត់ទោសពីអំពើបាបពីកំហឹងទៅរកជីវិតក្រោមព្រះគុណជីវិតពោរពេញដោយភាពរីករាយជីវិតពោរពេញដោយសន្តិភាពអ្នកមិនបានរំពឹងទុកអ្វីនេះទេជាក់ស្ដែងព្រោះគ្មានសាសនាណាមួយអាចផ្ដល់នូវការធានាដ៏ច្បាស់លាស់នៃការសង្គ្រោះនេះបានឡើយល្អណាស់ខ្ញុំមានការអញ្ជើញមួយសម្រាប់អ្នកដែលស្ថិតនៅរដ្ឋរយ៉ូឌឺសាណេរ៉ូនៅទីក្រុងរយ៉ូនៅក្នុងស្រុករយ៉ូរៀងរាល់ថ្ងៃអាទិត្យម៉ោង 9 ព្រឹកនិងម៉ោង 5 ល្ងាចពួកយើងជួបជុំគ្នាដើម្បីអបអរសាទរថ្ងៃនៃការរស់ឡើងវិញដើម្បីអបអរសាទរព្រះយេស៊ូវនាយករបស់យើងនឹងបង្ហាញរូបភាពខាងក្នុងសាសនាចាក់រូបភាពខាងក្រៅនិងរូបភាពខាងក្រៅមួយទៀតដើម្បីឲ្យអ្នកស្គាល់ទំហំរបស់សេវាកម្មព្រះនេះហើយយើងមានលេខទំនាក់ទំនងផងដែរវិហារមហាកុត្រាផ្លូវម៉ារីកា320កាំពីញូខាងលិចក្រុងរយ៉ូយើងមានទូរស័ព្ទផ្ទះផងដែរលេខទូរស័ព្ទគឺ0213152990អ្នកអាចទំនាក់ទំនងមកយើងបានយើងមានសព្វសង្ឃនារីអ្នកប្រឹក្សាដែលនឹងជួយអ្នកយ៉ាងច្រើនប៉ុន្តែសារៈសំខាន់គឺការស្ថិតនៅក្នុងផ្ទះរបស់ព្រះបតាប្រហែលជាអ្នកជាគ្រីស្ទៀនប្រហែលជាអ្នកជាមនុស្សដែលមានមូលដ្ឋានគ្រឹះគ្រីស្ទៀនប៉ុន្តែអ្នកមិនទាន់ស្គាល់សេចក្តីពិតទេសេចក្តីពិតដែលខ្ញុំបានប្រាប់អ្នកថ្ងៃនេះគឺព្រះគ្រីស្ទជាព្រះខ្ញុំសូមឲ្យអ្នកកុំឲ្យមាននរណាមកបោកប្រាស់អ្នកទៀតឡើយសូមឲ្យអ្នកកុំបន្តគោរពតាមវិញ្ញាណបង្រៀនណាមួយដែលមិនមែនជាការពិតសេចក្តីពិតនិងព្រះគុណរបស់ព្រះទេហើយសូមឲ្យអ្នកមករកព្រះគ្រីស្ទដែលមានជីវិតនៅវិហាររបស់យើងនៅថ្ងៃអាទិត្យម៉ោង 9 ព្រឹកនិងម៉ោង 5 ល្ងាចផ្លូវម៉ារីកាលេខ320អ្នកអាចបញ្ចូលទីតាំងនេះក្នុង GPS ឬ Google របស់អ្នកហើយមកស្ថិតជាមួយយើងខ្ញុំចង់និយាយបន្តនៅចុងបញ្ចប់នេះទៅកាន់អ្នកដែលស្ថិតនៅប្រទេសប្រេស៊ីលនេះអ្នកអាចជាវិជ្ជាជីវៈសេរីមន្ត្រីគ្រប់គ្រងជាមនុស្សល្អមានទំនាក់ទំនងជាមួយកីឡាជាអ្នកជំនួញជាអ្នកធនាគារជាអ្នកសិល្បករឬជាអ្នកនយោបាយព្រះបានអនុញ្ញាតឲ្យខ្ញុំមកដល់អ្នកដើម្បីដកអ្នកចេញពីភាពងឹតពីការចាប់ខ្លួនផ្លូវវិញ្ញាណដើម្បីឲ្យអ្នករស់នៅជីវិតគ្រីស្ទៀនពិតប្រាកដដែលល្អបំផុតហើយព្រះអង្គបានធ្វើអ្វីជាច្រើនសម្រាប់មនុស្សដែលស្ដាប់បង្គាប់ព្រះយេស៊ូវហើយធ្វើដូច្នេះព្រោះព្រះអង្គបានកំណត់ជាមុនសម្រាប់ការសង្គ្រោះសូមមកស្ថិតជាមួយយើងសូមទំនាក់ទំនងមកយើងហើយខ្ញុំចង់បញ្ចប់កម្មវិធីរបស់យើងថ្ងៃនេះខ្ញុំចង់អរគុណក្រុមការងារទូរទស្សន៍របស់ខ្ញុំដែលបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំដោយស្រឡាញ់និងមានវិជ្ជាជីវៈខ្ពស់ក្រុមការងារផ្នែកបណ្ដាញសង្គមរបស់យើងខ្ញុំចង់អរគុណប្រជាជននៅក្នុងសាសនាចាក់គ្រីស្ទូវីវេដែលបានឧទ្ទិសខ្លួនសម្រាប់សេវាកម្មនេះដែលបានវិនិយោគក្នុងសេវាកម្មខ្ញុំចង់អរគុណព្រះជាម្ចាស់យ៉ាងខ្លាំងសម្រាប់មនុស្សទាំងនោះនៅផ្នែកខាងដែលបានស្ដាប់ហើយនិយាយថាអូស្តាចុងក្រោយនេះខ្ញុំបានស្ដាប់ព្រះមានបរិះម្នាក់របស់ព្រះនៅក្នុងទីក្រុងនេះមានអ្នកផ្សព្វផ្សាយមកពីស្ថានសួគ៌ហើយពួកគេចង់ជួយខ្ញុំដើម្បីនាំព្រះបន្ទូលទៅកាន់ពិភពលោកពួកយើងមានគម្រោងមួយឥឡូវនេះយើងស្ថិតនៅលើខ្សែ34ហើយកំពុងខិតទៅដល់73ដែលជាចំនួនដែលវេទិកាអនុញ្ញាតឲ្យយើងដើម្បីយើងអាចនាំភាសា73ទៅកាន់ប្រទេស192វាត្រូវការថ្វាយបង្គំមានការចំណាយខ្ពស់ណាស់ត្រូវការក្រុមការងារត្រូវការការងារនិងឧបករណ៍ហើយខ្ញុំដឹងថានៅផ្នែកខាងមានមនុស្សដែលនិយាយថាមនុស្សឲ្យខ្ញុំបានបម្រើអរិយច្រើនណាស់បម្រើពិភពលោកច្រើនណាស់ឥឡូវនេះខ្ញុំនឹងឈរជាប់ជាមួយអភិសេកនេះខ្ញុំសូមអរគុណពីក្រោយចិត្តទៅកាន់គ្រួសារ Rodrigo Ambrose និង Fabiana Ambrose ពីផ្សារទំនើប Therbomal Guillermo Misquitaញ៉ាំអាហារល្អគឺទិញនៅ Therbomal ដែលជាដៃគូរបស់ក្រសួងនេះអស់រយៈពេលជាច្រើនឆ្នាំហើយបានសហការឲ្យព្រះបន្ទូលរត់ទៅឆ្ងាយ
អរគុណ Rodrigo អរគុណ Fabiana ការដឹងគុណរបស់ខ្ញុំទៅកាន់មិត្តរបស់ខ្ញុំ Veneto Valerio និង Claudia Rachel គ្រួសារដ៏ស្រឡាញ់របស់គាត់ពី Zinsen របស់យើង Zinsen គឺជាក្រុមហ៊ុនដែលមានឫសគល់ផ្លូវវិញ្ញាណនៃសាសនានិងជាសញ្ញានៃការស្លៀកពាក់ឲ្យសមរម្យអ្នកណាស្លៀក Zinsen គឺស្លៀកបានសមរម្យហើយខ្ញុំចង់អរគុណគូស្វាមីភរិយានេះជាមួយគ្រួសាររបស់ពួកគេដែលស្រឡាញ់យើងយ៉ាងខ្លាំងជាង30ឆ្នាំមកហើយនិងបានវិនិយោគក្នុងការងារដើម្បីឲ្យព្រះបន្ទូលរត់ទៅឆ្ងាយព្រះបន្ទូលមិនត្រូវបានចង្ដៃទេព្រះបន្ទូលត្រូវតែរត់ទៅហើយពួកយើងស្ថិតនៅលើបណ្ដាញសង្គមទាំងអស់មាននៅលើវេទិកាបញ្ញាសិប្បនិម្មិតនៅក្នុងពិធីបូជាធម្មជាតិនៅក្នុងអក្សរសាស្ត្រយើងមានសៀវភៅ330ក្បាលមានសៀវភៅជាភាសាប៉ូទុយហ្គាល់អេស្ប៉ាញអង់គ្លេសអ៊ីតាលីអាល្លឺម៉ង់យើងមានកម្លាំងធំមួយសម្រាប់ការប្រកាសព្រះសាសនាហើយយើងចង់ធ្វើឲ្យបានច្រើនសូមអរគុណដល់អ្នកទាំងអស់គ្នាដែលមានភាពស្មោះត្រង់ស្មោះស្ម័គ្រនិងទន់ភ្លន់ដែលបានឈរជាប់គ្នាជាមួយអភិសេកបរិសុទ្ធនេះដើម្បីនាំព្រះបន្ទូលរបស់ព្រះទៅកាន់ពិភពលោកអនុញ្ញាតឲ្យខ្ញុំប្រាប់ថាពេលខ្ញុំនិយាយថាបរិសុទ្ធអភិសេកខ្ញុំកំពុងនិយាយអំពីមហាសេវាកម្មមួយជាមនុស្សខ្ញុំគឺជាអភិសេកតូចបំផុតហើយមិនសមនឹងត្រូវបានហៅថាអភិសេកដែរតែសម្រាប់ព្រះមានការអំពាវនាវមួយមានអាជីពមួយហើយមានសម្លេងមួយដែលនិយាយថានេះជាផ្លូវសូមអរគុណយ៉ាងខ្លាំងសម្រាប់កិត្តិយសសូមអរគុណសម្រាប់កេរ្តិ៍ឈ្មោះហើយកុំភ្លេចថាព្រះតែមួយគត់មានឈ្មោះមួយព្រះយេស៊ូវគ្រីស្ទសេចក្តីគុណនិងសន្តិភាពសម្រាប់សេរីល្អរបស់ព្រះម្ចាស់ជួបគ្នាលើកក្រោយ